ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានាងខ្ញុំឈ្មោះហៀងហុងឡាយជាបុគ្គលិកកម្មវិធីអំណានរបស់អង្គការ Room to Read នៅក្នុងមេរៀននេះយើងនឹងរៀនពីលំនាំបង្រៀនសកម្មភាពគោលទី2គឺការស្គាល់តួអក្សរថ្មីយើងនឹងមើលថាតើការស្គាល់តួអក្សរថ្មីគឺជាអ្វីហើយវាមានសារៈសំខាន់ដូចម្តេចចាការស្គាល់តួអក្សរថ្មីវាគឺជាទំនាក់ទំនងរវាងតួអក្សរនិងសូរហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្រៀនសិស្សយើងគឺវាជួយឲ្យសិស្សចេះផ្សំប្រកបអក្សរនិងអានពាក្យចានៅក្នុងលំនាំបង្រៀនសកម្មភាពគោលទី2ការស្គាល់តួអក្សរថ្មីនេះយើងមានជំហានសកម្មភាពបង្រៀនសំខាន់ដូចជាគ្រូសរសេរតួអក្សរដែលត្រូវរៀនម្ដងមួយតួនៅលើក្តារខៀនរួចអានជាមួយសិស្សដោយប្រើគោលវិធីគ្រូធ្វើគ្រូនិងសិស្សធ្វើហើយនឹងសិស្សធ្វើចានៅពេលនេះដើម្បីឲ្យកាន់តែច្បាស់សូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាទស្សនាវីដេអូពីលំនាំបង្រៀនសកម្មភាពគោលទី2ការស្គាល់តួអក្សរថ្មីនេះដោយប្រើលំនាំបង្រៀនលម្អិតនៅក្នុងសៀវភៅណែនាំគ្រូទាំងអស់គ្នាចាកូនទាំងអស់គ្នាអំបញ្ញមិញកូនបានស្គាល់សូររួចហើយបន្តទៅទៀតនេះអ្នកគ្រូនឹងនាំកូនទៅស្គាល់តួអក្សរវិញម្ដងតើកូនចង់ឃើញស្គាល់តួអក្សរនឹងដែរឬទេកូនចាអញ្ចឹងអ្នកគ្រូនឹងបង្ហាញកូនណាចាកូនឃើញទាំងអស់គ្នាអត់កូនចាបើកូនឃើញហើយអ្នកគ្រូនឹងអានឲ្យកូនស្ដាប់ជាគំរូណាកូនណាចាំស្ដាប់កូនកច្បាស់អត់កូនតោះអ្នកគ្រូអានម្ដងទៀតណាកចាច្បាស់ហើយនៅកូនអូយច្បាស់ហើយបើច្បាស់អញ្ចឹងកូនចូលរួមអានជាមួយនឹងអ្នកគ្រូតោះឥឡូវយើងអានព្រមគ្នាណាតោះចាប់ផ្ដើមកអូយពូកែមែនតែនតោះឥឡូវនេះកូនអានដោយខ្លួនឯងណាប៉ុន្តែមុននឹងអានអ្នកគ្រូរាប់សិនតោះ1 2 3ចាប់ផ្ដើមអូយកូនឆ្លាតមែនតែនចាអញ្ចឹងអ្នកគ្រូនឹងនាំកូនទៅស្គាល់តួអក្សរមួយទៀតណាចាកូនឃើញទាំងអស់គ្នាឯងកូនចាបើកូនឃើញហើយកូនចាំស្ដាប់អ្នកគ្រូអានជាគំរូឲ្យកូនស្ដាប់ខច្បាស់អត់កូនចាបើកូនច្បាស់ហើយកូនអានជាមួយគ្នាជាមួយនឹងអ្នកគ្រូណាខអូពូកែមែនតែនតោះឥឡូវកូនចូលរួមអានដោយខ្លួនឯងណាកូនណាអូយកូនអ្នកគ្រូពិតជាឆ្លាតទាំងអស់គ្នាមែនអញ្ចឹងបន្តទៅទៀតនេះអ្នកគ្រូឲ្យកូនស្គាល់តួអក្សរមួយទៀតចាកូនឃើញទាំងអស់គ្នាហើយតោះឥឡូវអ្នកគ្រូអានឲ្យកូនស្ដាប់សិនចច្បាស់អត់កូនតោះយើងអានទាំងអស់គ្នាកូនអានជាមួយនឹងអ្នកគ្រូចអូយពូកែមែនតែនកូនចូលរួមអានដោយខ្លួនឯងណាកូនណាអូយឆ្លាតមែនតែនឥឡូវអ្នកគ្រូមានតួអក្សរចុងក្រោយចាអ្នកគ្រូអានឲ្យកូនស្ដាប់សិនណាឆតោះកូនចូលរួមអានជាមួយនឹងអ្នកគ្រូទាំងអស់គ្នាឆតោះឥឡូវនេះកូនទាំងអស់គ្នាអានដោយខ្លួនឯងណាអូកូនអ្នកគ្រូពិតជាពូកែទាំងអស់គ្នាដូច្នេះនៅពេលនេះអ្នកគ្រូជាអ្នកចង្អុលកូនទាំងអស់គ្នាជាអ្នកអានចាប់ផ្ដើមទាំងអស់គ្នាណាកូនណាអូកូនអ្នកគ្រូពិតជាឆ្លាតទាំងអស់មែនឥឡូវកូនទះដៃអស់ចាមួយកូន1 2 3អស់ចាដូច្នេះនៅថ្ងៃនេះយើងនឹងរៀនអំពីមេរៀនរំលឹកជញ្ជនៈអីគេកូនកខចឆ
សំស្រាក់ចាល្អណាស់កូន ចាលោកគ្រូអ្នកគ្រូអំបញ្ញមិញលោកគ្រូអ្នកគ្រូបានទស្សនាវីដេអូស្ដីពីលំនាំបង្រៀនសកម្មភាពគោលទី2ការស្គាល់តួអក្សរថ្មីរួចមកហើយអញ្ចឹងយើងសង្កេតឃើញថានៅក្នុងការបង្រៀនសកម្មភាពគោលទី2ការស្គាល់តួអក្សរថ្មីនេះយើងមានជំហានសកម្មភាពបង្រៀនសំខាន់ដូចជាសម្រាប់តួអក្សរមួយដំបូងយើងប្រើប្រាស់គោលវិធីបង្រៀនទាំង3របស់យើងគឺមានគ្រូធ្វើគ្រូនិងសិស្សធ្វើហើយនឹងសិស្សធ្វើអញ្ចឹងកន្លែងគ្រូធ្វើគឺគ្រូសរសេរតួអក្សរទី1លើក្តារខៀនរួចអានឲ្យសិស្សស្ដាប់ចាកន្លែងគ្រូនិងសិស្សគឺគ្រូចង្អុលតួអក្សរនោះហើយអានជាមួយសិស្សចាត្រង់កន្លែងសិស្សគឺគ្រូចង្អុលតួអក្សរឲ្យសិស្សទាំងអស់គ្នាអានដោយខ្លួនឯងចាហើយសម្រាប់តួអក្សរ3ផ្សេងទៀតគ្រូអនុវត្តដូចអក្សរទី1ដែរចាហើយសម្រាប់តួអក្សរទាំង4គឺគ្រូចង្អុលតួអក្សរឲ្យសិស្សអានពីតួអក្សរទី1រហូតដល់តួអក្សរទី4នៅលើក្តារខៀនបន្ទាប់មកគ្រូសរសេរចំណងជើងដាក់លើក្តារខៀន